បងប្អូនគាត់ឲ្យខ្ញុំនិយាយអំពីកាបូអ៊ីដ្រាតបាទស្អីទៅគឺជាកាបូអ៊ីដ្រាតចឹងណាបាទកាបូអ៊ីដ្រាតវាគឺជាសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមទាំង3ដែលយើងតែងតែទទួលទានសឹងរាល់ថ្ងៃចឹងណាបាទកាបូអ៊ីដ្រាតបើយើងនិយាយមួយម៉ាត់ទៅគឺជាអាហារទាំងឡាយណាដែលមានជាតិផ្អែមណាបាទក្នុងហ្នឹងមានដូចជាស្ករសយើងហ្នឹងអានេះហៅកាបូអ៊ីដ្រាតហើយបាទមានដូចជាផ្លែឈើបាទរសជាតិផ្អែមបានមកពីផ្លែឈើរសជាតិផ្អែមបានមកពីទឹកឃ្មុំបាទណាអូខេអាទាំងអស់ហ្នឹងហើយគេហៅថាជាកាបូអ៊ីដ្រាតហើយបាទទី1មួយទៀតអាហារទាំងឡាយណាដែលមានជាតិម្សៅបាទមានដូចជាបាយមានដូចជាមីមានដូចជានំប៉័ងមានដូចជានំខេកមានដូចជានំបញ្ចុកមានដូចជានំគ្រក់មាននំកញ្ចប់បាទអាទាំងអស់ហ្នឹងក៏គេហៅវាថាជាកាបូអ៊ីដ្រាតដែរយើងញ៉ាំទៅពេលខ្លះអត់មានអារម្មណ៍ថាផ្អែមទេក៏ប៉ុន្តែអាហ្នឹងណាគឺវាពោពេញទៅដោយម៉ូលេគុលស្ករច្រើនជាងអាផ្អែមមកពីស្ករសច្រើនជាងអាផ្អែមមកពីផ្លែឈើទៀតហើយបងប្អូនយើងទទួលទានអាប្រភេទហ្នឹងគឺច្រើនមែនតើបាទ100%ហ្នឹងទទួលទានពួកហ្នឹងចូលពី70ទៅ80%ហ្នឹងដល់90%ទៀតគឺថាបានហើយអញ្ចឹងបងប្អូនបាទហើយកាបូអ៊ីដ្រាតមួយទៀតហ្នឹងគឺវាមាននៅក្នុងបន្លែមើលវាបន្លែស្លឹកពណ៌បៃតងបាទបន្លែមើលមានដូចជាដលងបារាំងដូចជាត្រាវបាទដូចជាដលងផ្អែមដលងអីទាំងអស់ហ្នឹងណាអាហ្នឹងពោពេញទៅដោយជាតិម្សៅនឹងច្រើនណាស់អញ្ចឹងអាហ្នឹងការឡើងស្ករវាគឺអត់ខុសពីអាបាយអត់ខុសពីអានំប៉័ងអត់ខុសពីអាកាទៀវអីទេមិនខុសគ្នាទេអញ្ចឹងបងប្អូនបាទហើយកាបូអ៊ីដ្រាតវាមាននៅក្នុងបន្លែស្លឹកពណ៌បៃតងគឺវាទាបមែនតើណាបងអញ្ចឹងដោយសារតែបន្លែស្លឹកពណ៌បៃតងណាវាពោពេញទៅដោយជាតិសរសៃច្រើនអញ្ចឹងហើយពេលណាដែលយើងទទួលទានគេហៅថាស្លឹកពណ៌បៃតងបានច្រើនកាលណាវាធ្វើឲ្យកាពះពោះវៀនរបស់យើងហ្នឹងបងប្អូនបានមានសុខភាពល្អច្រើនកាលហ្នឹងហើយអាស្ករដែលបានមកពីបន្លែស្លឹកពណ៌បៃតងហ្នឹងគឺមានតិចមែនតើហ្មងសម្រាប់រាងកាយយើងប៉ុណ្ណឹងគឺវាគ្រប់គ្រាន់ហើយអញ្ចឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងទាំងអស់ហ្នឹងហើយគេហៅថាជាកាបូអ៊ីដ្រាតហើយមួយទៀតបងប្អូនកាបូអ៊ីដ្រាតអាហារដែលមានជាតិម្សៅដែលមានជាតិផ្អែមហ្នឹងគឺវាធ្វើឲ្យអរម៉ូនអាំងសាលីនយើងគឺមានការកើនឡើងច្រើនមែនតើហ្មងអញ្ចឹងបាទហើយអ្វីដែលយើងខ្លាចផុតគឺកន្លែងហ្នឹងនៅពេលណាដែលអរម៉ូនអាំងសាលីនយើងមានការកើនឡើងកាន់តែច្រើនឡើងបាទថាអរម៉ូនអាំងសាលីនវាធ្វើការលេងកើតទៀតហើយបាទថាវាធ្វើការលេខកើតហ្នឹងបាទថាវាអាចធ្វើឲ្យកោសិកាយើងទទួលយកជាតិស្ករបានទៀតហើយអាហ្នឹងហើយដែលធ្វើឲ្យយើងមានជំងឺទឹកនោមផ្អែមទី1ដោយមិនដឹងខ្លួនបាទមានជំងឺខ្លាញ់រួមខ្លាំងដោយមិនដឹងខ្លួនមានជំងឺលើសជាតិអាស៊ីតដោយមិនដឹងខ្លួនបាទមានជំងឺបេះដូងដោយមិនដឹងខ្លួនមានជំងឺលើសឈាមដោយមិនដឹងខ្លួនមានជំងឺវែងបាត់ការចងចាំដោយមិនដឹងខ្លួនគឺដោយសារអាហ្នឹងឯងអញ្ចឹងណាបាទមួយទៀតបងប្អូនមានតែឆ្ងល់ហើយបាទនៅពេលណាដែលបងប្អូនញ៉ាំអាហារពេលព្រឹកឧទាហរណ៍ថាបងប្អូនញ៉ាំបាយមួយចានជាមួយនឹងគេហៅសាច់មាន់បាយសាច់មាន់ចោះបាទបងប្អូនញ៉ាំទៅបន្ទាប់ពីបងប្អូនញ៉ាំបាន15ទៅ20នាទីបងប្អូនមានអារម្មណ៍ម៉េចបងប្អូនមានអារម្មណ៍មួយដូចឆ្អែតមានអារម្មណ៍មួយហល់មានអារម្មណ៍មួយគឺលែងចង់ញ៉ាំទៀតហើយបងប្អូនមានកម្លាំងធ្វើការខ្លាំងមែនទែនហ្មងអញ្ចឹងណាហើយបងប្អូនភាគច្រើនដែលមានកម្លាំងធ្វើការបន្ទាប់ពីញ៉ាំអាហារទាំងអស់ហ្នឹងណាគាត់គិតថាដោយសារតែគាត់បានមកពីអាហារដែលទើបញ៉ាំនេះ15ទៅ20នាទីនេះបាទតាមពិតវាជាការគិតខុសទាំងស្រុងនៅពេលណាដែលបងប្អូនទទួលទានបាយមួយចានជាមួយនឹងភ្លៅមាន់ចូលទៅណាបាទអញ្ចឹងវានឹងឆ្លងកាត់អំពង់កចូលទៅដល់កាពះហើយកាពះគឺជាកន្លែងមួយដែលពោពេញទៅដោយអាស៊ីតគេហៅថាអាស៊ីតកាពះគ្មានអ្វីខ្លាំងជាងអាស៊ីតកាពះទេបាទចឹងហើយបានជាអាហាររឹងមិនក៏ដោយអាហារស្វិតមិនក៏ដោយគឺអាស៊ីតកាពះអាចរំលាយបានទាំងអស់បាទគាត់ថាវាចំណាយពេលតិចឬក៏ខ្លីចឹងទៅអញ្ចឹងបកមកបាយពេលព្រឹកមានបាយមានអាភ្លៅមាន់ហ្នឹងណានៅពេលណាដែលបងប្អូនទទួលទានចូលទៅណាគឺអាស៊ីតកាពះហ្នឹងវាបំបែកតិចម្ដងមុននឹងចូលទៅដល់ពោះវៀនតូចពោះវៀនធំរបស់បងប្អូនអញ្ចឹងណាបាទអញ្ចឹងបងប្អូនមានដឹងអត់ថាបាយភ្លៅមាន់ដែលបងប្អូនញ៉ាំមួយចានហ្នឹងវានៅក្នុងកាពះហ្នឹងប្រហែលចន្លោះពី1ម៉ោងទៅ3ម៉ោងបងប្អូនបាទមធ្យមភាព2ម៉ោងគឺច្រើនមែនតើហ្មងអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាហារដែលបងប្អូនទើបញ៉ាំហ្នឹងវាអត់ទាន់ចូលទៅដល់ពោះវៀនតូចពោះវៀនធំទេវានៅក្នុងកាពះនៅឡើយទេអាស៊ីតកាពះកំពុងតែកាត់នៅឡើយទេអញ្ចឹងវាអត់មានហេតុផលណាបងប្អូនមានកម្លាំងធ្វើការដោយសារតែអាហារហ្នឹងទេលុះត្រាតែកាពះហ្នឹងបំបែកកំតិចគេហៅថាអាហារទាំងអស់ហ្នឹងទៅជាម៉ូលេគុលតូចហើយបានវាបញ្ជូនចូលក្នុងពោះវៀនតូចមុនគេនៅពេលណាដែលវាឆ្លងកាត់ពោះវៀនតូចហើយអាហ្នឹងហើយជាពេលដែលរាងកាយរបស់យើងថាកោសិការបស់យើងចាប់ផ្ដើមបឺតយកថាមពលដែលយើងបានមកពីបាយហ្នឹងណាហើយបងប្អូនដឹងអត់អាការធ្វើដំណើរពីកាពះទៅដល់ពោះវៀនតូចហ្នឹងណាគឺចំណាយពេល1ម៉ោងទៅ4ម៉ោងអូខេអញ្ចឹងវានៅក្នុងកាពះបាទអាស៊ីតកិនហ្នឹង1ម៉ោងទៅ2ម៉ោងបាទហើយវាធ្វើដំណើរនៅក្នុងពោះវៀនតូចរបស់យើងហ្នឹងណារយៈពេល1ម៉ោងទៅ4ម៉ោងទៀតអញ្ចឹងរយៈពេល1ម៉ោងទៅ4ម៉ោងហ្នឹងហើយជារយៈពេលដែលរាងកាយយើងចាប់ផ្ដើមបឺតយកអាសារធាតុចិញ្ចឹមបឺតយកជាតិស្ករហ្នឹងចូលទៅក្នុងកោសិកាធ្វើថាមពលនឹងឯងអញ្ចឹងបងប្អូនបាទអញ្ចឹងមានបងប្អូនភាគច្រើនគាត់យល់ច្រឡំណាគាត់ថាគាត់ញ៉ាំបាយពេលព្រឹកហើយកាទៀវហើយគាត់មានអារម្មណ៍ឆ្អែតដោយសារតែអាកាទៀវបាយគាត់ទៅញ៉ាំហ្នឹងអានេះគឺខុសហើយមែនទេបងប្អូនអញ្ចឹងណាបាទហើយបងប្អូនសួរបន្តទៀតថាលោកគ្រូចុះអារម្មណ៍ឆ្អែតហ្នឹងមកពីណាវិញអញ្ចឹងបន្ទាប់ពីយើងញ៉ាំអាហារហើយបាន15នាទី20នាទីមានអារម្មណ៍ឆ្អែតមានអារម្មណ៍ហល់ណាគឺបានមកពីនេះបងប្អូនបានមកពីខួរក្បាលអញ្ចឹងណារាងកាយយើងបងប្អូននៅពេលដែលបងប្អូនទទួលទានបាយភ្លៅមាន់មួយចានចូលទៅណាវាចូលក្នុងគេហៅកាពះហើយកាពះនឹងរីកគេហៅកាពះរីកណាអញ្ចឹងនៅពេលណាដែលកាពះចាប់ផ្ដើមរីកកាពះនឹងផ្ដល់សញ្ញាទៅឲ្យខួរក្បាលថាបានហើយជប់ញ៉ាំទៀតអញ្ចឹងណាបាទអញ្ចឹងអានេះគឺជាធម្មជាតិមនុស្សយើងនឹងហ្មងបាទពេលណាដែលកាពះរីកកាន់តែធំយើងមានអារម្មណ៍កាន់តែហល់បើថាវាបញ្ជូនសញ្ញាទៅខួរក្បាលថាឈប់ញ៉ាំបានហើយឆ្អែតហើយអញ្ចឹងសរុបសេចក្តីមកអារម្មណ៍ឆ្អែតរបស់បងប្អូនដែលញ៉ាំហើយបាន15នាទី20នាទីហ្នឹងគឺដោយសារតែខួរក្បាលហើយនឹងកាពះរបស់យើងជាអ្នកគេហៅថាធ្វើការ
ធ្វើការបញ្ជូនទិន្នន័យឲ្យគ្នាទៅវិញទៅមកតាមរយៈសរសៃភ្ញាក់នៃទាំងអស់ហ្នឹងឯងអញ្ចឹងបងប្អូនបាទមិនមែនដោយសារតែអាហារដែលបងប្អូនទឹកនឹងញ៉ាំនឹងទេដូច្នេះហើយបានជាមានបកគលមួយចំនួនគាត់អនុវត្តគេហៅថា fasting ណាអាការកំណត់រយៈពេលទទួលទានអាហារណាគាត់អត់ញ៉ាំអាហារពេលព្រឹកទេបាទហើយគាត់មានអារម្មណ៍ឆ្អែតគាត់មានអារម្មណ៍ឃ្លានទេអញ្ចឹងណាដោយសារតែរាងកាយយើងនឹងគឺយកធម្មពលអានៅសេសសល់នៅក្នុងផ្លើមនៅក្នុងកោសិកាខ្លាញ់នៅក្នុងកោសិកាសីដុំហ្នឹងមកបញ្ជូនមកខួរក្បាលហើយខួរក្បាលលែងមានអារម្មណ៍ឃ្លាននេះទៀតហើយអញ្ចឹងណាបាទក៏ប៉ុន្តែចំពោះបងប្អូនណាដែលគាត់តែងតែញ៉ាំអាហារដែលមានជាតិម្សៅច្រើនពេលព្រឹកណាមានបាយមានមីមានកាទៀវមាននំប៉័ងអីហ្នឹងអាហ្នឹងហើយធ្វើឲ្យខួរក្បាលយើងឆាឆៅមែនទែនដល់ម៉ោងគឺវាត្រូវតែទាហ្មងបាទហើយបើសិនជាមិនឲ្យវាទេគឺវាធ្វើទុកបុកម្នេញយើងធ្វើឲ្យកើតទេយើងថែវយើងហត់យើងអស់កម្លាំងអីចឹងទៅអញ្ចឹងគឺដោយសារខួរក្បាលទាំងអស់បាទក៏ប៉ុន្តែបើសិនជាបងប្អូនយកឈ្នះដំណាក់កាលមួយនេះណាបាទក្នុងកំឡុងពេល1សប្តាហ៍ទៅ2សប្តាហ៍ហ្នឹងណាអញ្ចឹងខួរក្បាលបងប្អូនហ្នឹងនឹងគេហៅថាផ្លាស់ប្ដូរទម្លាប់ថ្មីអញ្ចឹងចង់ឲ្យបងប្អូនព្យាយាមធ្វើយ៉ាងណាក៏ដោយឲ្យខួរក្បាលរបស់យើងហ្នឹងណាបាទមានទម្លាប់ថ្មីមានទម្លាប់មួយដែលមិនទទួលទានអាហារដែលមានជាតិម្សៅច្រើនពេកអញ្ចឹងការយល់ដឹងពីរបបអាហារនេះមួយហើយការយល់ដឹងពីវិធីញ៉ាំនេះពីរគឺសំខាន់ខ្លាំងមែនទែនបងជាទូទៅនៅពេលណាដែលយើងទទួលទានបាយបងប្អូនទទួលទានអាហារក៏គេមានវិធីទទួលទានដែរបងប្អូនបើសិនជាយើងទទួលទានអត់ត្រូវទេអត់ទទួលបានសុខភាពល្អហើយអាចប៉ះពាល់ទៀតអញ្ចឹងណាជាទូទៅនៅពេលណាដែលបងប្អូនទទួលទានអាហារណាគេឲ្យទទួលទានអាហារឲ្យយូរបន្តិចបាទអូខេខ្ញុំឃើញបងប្អូនខ្លះចូលមកពឹបគាត់ឃ្លានគាត់ញ័រគាត់ដាក់យក5នាទីហើយអស់លីងមកអូញ៉ាំរបៀបហ្នឹងបងប្អូនគឺប៉ះពាល់សុខភាពខ្លាំងមែនទែនហ្មងអញ្ចឹងវិធីសាស្ត្រញ៉ាំដ៏ត្រឹមត្រូវបានថាយើងព្យាយាមចំណាយពេលចន្លោះពី20នាទីទៅ30នាទីក្នុងការទទួលទានអាហាររបស់យើងបាទអាហារពេលព្រឹកក្តីអាហារពេលថ្ងៃក្តីអាហារពេលល្ងាចក្តីអញ្ចឹងចាប់ផ្ដើមតាំងពីយើងពីអាហារនៅក្នុងមាត់ម៉េះអញ្ចឹងណាយើងមានថ្មិញគ្រប់គ្រាន់គឺគេឲ្យយើងទៅពីនឹងឯងទៅពីឲ្យម៉ត់ទៅពីឲ្យយូរចាំយើងលេបចូលទៅក្នុងខ្លួនរបស់យើងអញ្ចឹងនៅពេលណាយើងទៅពីកាន់តែម៉ត់នៅពេលណាយើងទៅពីយូរណាអញ្ចឹងវាហាក់បីដូចជាជួយកាពះកុំឲ្យធ្វើការច្រើនក៏ប៉ុន្តែបើសិនជាបងប្អូនញ៉ាំលេបញ៉ាំលឿនណាអាទៅពីអត់សូវមានទៀតណាអញ្ចឹងអាហារទាំងដុំគឺធ្លាក់ចូលទៅដល់កាពះហើយកាពះវាត្រូវការអាស៊ីតខ្លាំងមែនទែនដើម្បីគេហៅថាកាត់រំលាយអាហាររបស់នឹងឯងហើយវាអាចមានហានិភ័យមួយទៀតគឺវានៅក្នុងកាពះនឹងយូរអញ្ចឹងនៅពេលណាដែលអាហារនៅក្នុងកាពះយើងយូរណាវាអត់សូវល្អប្រហែលទេវាអាចធ្វើឲ្យយើងនឹងភើច្រាលអាស៊ីតកាពះឡើងមកក៏ថាបានដែរអញ្ចឹងណាអញ្ចឹងហើយនៅពេលណាដែលយើងទៅពីឲ្យបានយូរមួយយើងលេបចូលទៅក្នុងកាពះរបស់យើងគឺធ្វើការរំលាយបានល្អហើយបានវាបញ្ជូនទៅគេហៅថាពោះវៀនតូចរបស់យើងហើយចុងក្រោយទៅពោះវៀនធំទៅជាលាមកនឹងឯងអញ្ចឹងបងប្អូនត្រូវចាំណាគួរតែចំណាយពេលឲ្យត្រឹមត្រូវដើម្បីទទួលទានអាហារចន្លោះពី20ទៅ30នាទីបងប្អូនទទួលទានឲ្យមានសេចក្តីសុខកុំទទួលទានបខំបាទនៅពេលណាដែលយើងទទួលទានមួយយឺតណាវាធ្វើឲ្យយើងនឹងគឺមានអារម្មណ៍មួយគឺញ៉ាំតិចលេងញ៉ាំច្រើនហើយបើបងប្អូនមិនជឿបងប្អូនសាកមើលពេលបងប្អូនឃ្លានបងប្អូនញ៉ាំ5នាទីបងប្អូនញ៉ាំទៅអស់2ចានប្រាប់នេះ2ចានហ្មងដាក់យកមានអារម្មណ៍ហល់ប្រោយអានោះគឺថាខ្លាំងមែនទែនក៏ប៉ុន្តែបើសិនជាបងប្អូនទទួលទានយឺតបាយមួយចានណាបាទរយៈពេល20ទៅកន្លះម៉ោងណាបងប្អូនបាយមួយចានបងប្អូនមានអារម្មណ៍គឺឆ្អែតហ្មងរយៈពេលហ្នឹងគឺឆ្អែតហ្មងនិយាយរួមឲ្យតែបាយសាច់អីទាំងអស់ហ្នឹងចូលទៅដល់កាពះយើងរីកវាចាប់ដល់សញ្ញាដល់ឲ្យខួរក្បាលឆ្អែតហើយជាទូទៅចំណាយរយៈពេលពី15ទៅ20នាទីចឹងចុះបាទឃើញថាកន្លះម៉ោងចុះអញ្ចឹងការទទួលទានអាហារយឺតក្នុងកំឡុងពេលគេហៅថា20ទៅកន្លះម៉ោងហ្នឹងវាធ្វើឲ្យបងប្អូនញ៉ាំតិចអត់ញ៉ាំច្រើនទេអញ្ចឹងតែយើងញ៉ាំតិចយើងដាក់ចូលខ្លួនយើងទៅតិចដែរតែយើងដាក់ចូលខ្លួនយើងតិចខ្លួនយើងក៏មានជាតិស្ករតិចដែរជាពិសេសអាហារដែលមានជាតិម្សៅហ្នឹងហ្មងអញ្ចឹងណាបងប្អូនបាទអាហ្នឹងវិធីសាស្ត្រទី1ហើយវិធីសាស្ត្រទី2បងប្អូនញ៉ាំពពួកជាតិសរសៃបានច្រើន fiber ក្នុងនោះមានបន្លែស្លឹកពណ៌បៃតងញ៉ាំពួកហ្នឹងឲ្យច្រើនបូកជាមួយនឹង protein បងប្អូនណាអាហារ protein គឺមានដូចជាសាច់គោសាច់ជ្រូកសាច់ត្រីសាច់ពាន់សាច់ទាសាច់អីទាំងអស់ហ្នឹងឯងអាហ្នឹងហៅថា protein ហើយបូកជាមួយនឹងខ្លាញ់ល្អឲ្យច្រើនខ្លាញ់ល្អគឺបានមកពីប្រេងអូលីវបានមកពីប្រេងដូងបានមកពីគ្រាប់ធញ្ញជាតិបានមកពីផ្លែបឺបានពីប្រេងល្ងអាទាំងអស់ហ្នឹងឯងហៅថាខ្លាញ់ល្អបងប្អូនបាទបងប្អូនដាក់អាហ្នឹងជាមួយនឹងគេហៅថា protein សាច់ទៅបងប្អូនញ៉ាំមួយបន្លែទៅអាហារមួយហ្នឹងហើយដែលធ្វើឲ្យបងប្អូនហ្នឹងគឺឆ្អែតបានយូរអញ្ចឹងបងប្អូនបាទអញ្ចឹងអានេះគឺជាកលឹះខ្លីៗដែលធ្វើឲ្យបងប្អូនហ្នឹងទទួលទានអាហារឆ្អែតបានយូរអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ពីអ្វីទៅដែលគេហៅថាកាបូអ៊ីដ្រាតបាទអរគុណច្រើន